ជាងសាឡនផាត់មុខជូនសាកសពជាលើកចុងក្រោយចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាបងស៊ីនួនប្រាប់ថារឿងរ៉ាវមួយនេះគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីឆ្នាំ2016ពេលដែលគាត់ទៅផាត់មុខជូនសាកសពនឹងឯងទាំងអស់គ្នាតាំងពីដើមមកបងស៊ីនួនគឺគាត់មិនដែលផាត់មុខឲ្យសាកសពទេគាត់ផាត់មុខឲ្យតាមមនុស្សប្រុសមនុស្សស្រីចាស់ក្មេងគាត់ផាត់ឲ្យទាំងអស់លើកលែងតែសាកសពនឹងឯងប៉ុន្តែលើកហ្នឹងដោយសារតែគាត់ត្រូវការលុយផងគាត់ក៏ព្រមទៅផាត់មុខឲ្យសាកសពមួយនឹងឯងហើយដែលសំខាន់ហ្នឹងណាសពមួយហ្នឹងគឺជាសពដែលបានស្លាប់ដោយសារចំកនឹងទៀតទាំងអស់គ្នាគិតមើលទៅតើវាគួរឲ្យខ្លាចកម្រិតណាសូម្បីតែខ្ញុំនេះដែលបានស្ដាប់រឿងរ៉ាវដែលគាត់ចែករំលែកមកហ្នឹងវាក៏ជាលើកដំបូងដែលខ្ញុំបានឮដែរថាម្ដាយឪពុករបស់សាកសពហ៊ានជួលជាងសាឡនឲ្យទៅផាត់មុខឲ្យកូនខ្លួនឯងទាំងតែតាំងពីដើមមកនៅពេលមានសាកសពជាមនុស្សស្រីចឹងគឺគេតែងតែឲ្យកូនចៅបងប្អូនឬមួយក៏ម្ដាយជាអ្នកផាត់មុខឲ្យកូនអញ្ចឹងទៅប៉ុន្តែលើកនេះគឺគេជួលជាងផ្ទាល់ហ្នឹងហ្មងទាំងអស់គ្នាបងស៊ីនួនគាត់គឺជាម្ចាស់ហាងសាឡនដែលមានទីតាំងនៅក្នុងស្រុកនៅក្នុងភូមិតាមខេត្តហ្នឹងណាគឺមានរយៈពេលយូរឆ្នាំហើយហាងនៅក្នុងតំបន់គាត់ហ្នឹងក៏មានតំហាងគាត់មួយដែរអញ្ចឹងហើយពេលមានខែបុណ្យទានខែការខែអីចឹងគឺគេតែងតែមករកគាត់ឲ្យអត់សាក់ធ្វើសាក់ផាត់មុខអីឲ្យចឹងទៅគាត់ថាខែការគឺគាត់ដាច់ខ្លាំងមែនតើដាច់ដល់ថ្នាក់គាត់អត់មានពេលហូបបាយអត់មានពេលអីទេសូម្បីតែឥឡូវហ្នឹងណានៅហាងនៅពេញក៏ចឹងដែរឲ្យតែហាងណាល្បីមានគេឈ្មោះមានអីចឹងគឺដឹងតែមានភ្ញៀវចូលកកអីចឹងទៅប៉ុន្តែគាត់ថាបើសិនជាខែធម្មតាមិនជាខែការមិនជាខែអីវិញគឺគាត់អត់សូវមានភ្ញៀវចូលមកទេភាគច្រើនគេតាមមកធ្វើកញ្ចក់គេចូលតាមមកគៀបសាក់ត្រង់គៀបសាក់រួចទៅគេទៅវិញអញ្ចឹងទៅអញ្ចឹងពេលហ្នឹងទាំងអស់គ្នារឿងរ៉ាវដែលគាត់បានជួបប្រទះហ្នឹងគឺមិនមែនជាខែដែលមានកិច្ចការច្រើនទេអញ្ចឹងដោយសារតែគាត់តំណែងហ្នឹងឯងទៅគាត់ព្រមទៅផាត់មុខធ្វើសក់ឲ្យសាក់សពមួយហ្នឹងនៅមកផាច់ជាខ្ទង់6ជាងបងស៊ីនុនក៏បានរៀបចំបិទហាងរបស់គាត់ដោយសារតែពេលហ្នឹងគឺអត់មានភ្ញៀវទេទាំងអស់គ្នាព្រោះតែវាមិនខែការគាត់រៀបចំបិទហាងបិទអីនៅមុខផ្ទះរបស់គាត់ហ្នឹងហើយក៏ស្រាប់តែមានឡានមួយបើកមកចិត្តគាត់ហ្មងបើកមកក៏ឈប់ឡាននៅមុខហាងរបស់គាត់អញ្ចឹងណាពេលដែលឈប់ហាងហ្នឹងក៏ម្ចាស់ឡានគឺចុចកញ្ចក់ចង់គេស្រែកសួរហ្មងថាមីអូនទួលផាត់មុខដល់ផ្ទះអត់ចឹងគាត់ទៅលឺប៉ុណ្ណឹងបងស៊ីនួនគាត់ក៏ដើរពីចិត្តចឹងសួរនាំហាងផាត់មុខឲ្យណាអីនៅណាតំបន់ណាអីចឹងណាគាត់ថាស្រុករបស់គាត់អត់នៅឆ្ងាយពីហ្នឹងទេជីពីនឹងទៅប្រហែលជាទុកកន្លះម៉ោងដល់ហើយគេនៅភូមិផ្សេងអញ្ចឹងទៅទាំងអស់គ្នាហើយគាត់ក៏ដឹងហ្មងថាអីហ្នឹងគឺគាត់មិនដែលស្គាល់ពីមុនមកទេរបៀបថាមុខថ្មីសម្រាប់គាត់ដែរឃើញអញ្ចឹងណាចុះគាត់ក៏សួរនាំសួរអីចឹងទៅគាត់សួរថាយកតម្លៃប៉ុន្មានគាត់មិនទាន់និយាយតម្លៃផងអ៊ំម្នាក់នឹងប្រាប់ថាឥឡូវគាត់ឲ្យ50ម៉ឺនគ្រប់អត់ផាត់មុខតាមមួយផ្លែហើយគាត់ចាំគាត់ជូនត្រឡប់មកផ្ទះវិញអត់នៅយូរទេអញ្ចឹងគាត់លឺ50ម៉ឺនបងស៊ីមុនគាត់លេចភ្ញាក់តែថាអូចុងច្រើនម៉េះគាត់ដែរបានច្រើនថ្នាក់ហ្នឹងទាំងអស់គ្នាគិតមើលទៅចំនួនកាលពី2015 16ហ្នឹងទាំងអស់គ្នាគឺអត់មានណាគេហ៊ានច្នៃដល់ខ្ទង់ប្រហែល50ម៉ឺន60ម៉ឺនឲ្យទេជាពិសេសនៅតំបន់តាមខេត្តអីចឹងណាប៉ុន្តែអ៊ំម្នាក់ហ្នឹងគឺហ៊ានឲ្យនឹងឯងអញ្ចឹងគាត់ក៏ព្រមទៅគាត់អត់បានសួរនាំអីទាំងអស់គ្នាគឺគាត់ទៅចូលរបស់ធ្វើសក់ផាត់មុខពីក្នុងហាងរបស់គាត់រួចស្រែកតាប់ប្តីរបស់គាត់ហ្នឹងឲ្យបិទហាងឲ្យគាត់ផងគាត់ឡើងឡានទៅមួយគេអញ្ចឹងទៅគាត់ថាមកផាច់ជាខ្ទង់10យប់អីត្រឡប់មកវិញហើយអញ្ចឹងពេលគាត់ចូលទៅក្នុងឡានហ្នឹងគឺមានអ៊ំប្រុសម្នាក់ជាអ្នកបើកឡានអ៊ំស្រីអង្គុយនៅខាងមុខហើយខាងក្រោយហ្នឹងគឺមានក្មេងស្រីម្នាក់ទៀតអង្គុយដែលក្មេងស្រីម្នាក់ហ្នឹងគឺគាត់អង្គុយអោបដៃផ្ទៃរបស់គាត់ស្រឡឹងមើលទៅកញ្ចក់រហូតហើយក្មេងស្រីម្នាក់ហ្នឹងតាមដែលគាត់មើលទៅគឺអាយុខ្ទង់18 19ហ្នឹងឯងពេលដែលអ៊ំម្នាក់ហ្នឹងបើកភ្លើងក្នុងឡានអញ្ចឹងណាអញ្ចឹងអ៊ំម្នាក់ហ្នឹងគាត់សួរទៅថាម្ដងហ្នឹងច្បាស់អត់ថាទៅផាត់មុខធ្វើសក់ឲ្យកូនអ៊ំអញ្ចឹងបងខ្ញុំគាត់ថាមិនត្រូវច្បាស់គាត់ឡើងឡានប៉ុណ្ណឹងហើយគាត់ដឹងទៅហើយតែសំខាន់អ៊ំឲ្យតម្លៃខ្ញុំប៉ុណ្ណឹងមែនអត់ចឹងគាត់ដកលុយឲ្យមែនទាំងគ្នាលុយគេថា10000ហ្នឹងមកដុំប៉ុណ្ណេះឲ្យគាត់រាប់ទៅថាទុកឲ្យយកអីយកទៅឲ្យតែក្មេងទៅចឹងណាចឹងគាត់រាប់លុយច្រើនទេគាត់ដាក់លុយក្នុងកាបូបរបស់គាត់រួចឡានក៏បាក់ចេញទៅពេលតែឡានបាក់ចេញទៅគាត់ចាប់បានគិតមួយគិតថាចេះចំវាមិនដែរទេផាត់មុខតាមមួយផ្លែសាក់ឲ្យ50ម៉ឺនអញ្ចឹងគាត់ក៏សួរបញ្ជាក់អ៊ំនឹងមកថាអ៊ំផាត់មុខនឹងផាត់មុខមិនបានត្រូវឲ្យថ្លៃមិនអីមិនចឹងណាអញ្ចឹងអ៊ំគាត់និយាយតាមត្រង់ថាកូនគាត់នឹងគឺស្លាប់ហើយអញ្ចឹងមានន័យថាអ្នកដែលគាត់ទៅផាត់មុខឲ្យនឹងមិនមែនមនុស្សចឹងទេគឺជាសាកសពបងស្រីគាត់ខំទៅលើគាត់គួតទ្រូងទៀតព្រះរបៀបថាគាត់នឹងភ្ញាក់ដែរអញ្ចឹងណាប៉ុន្តែគឺគាត់របៀបថាស្ដាប់សិនអ៊ំនឹងក៏ប្រាប់ថាចេះកូនស្រីរបស់គាត់ហ្នឹងណាពេលដែលរស់គឺស្រឡាញ់ការធ្វើខ្លួនខ្លាំងណាស់ស្រឡាញ់ការធ្វើខ្លួនខ្លាំងមែនតើទាំងអស់គ្នាសូម្បីតែទៅរៀនគាត់ធ្វើខ្លួនដែរកូនស្រីរបស់គាត់គឺអាយុ18 19ឆ្នាំទេគឺនៅរៀនក្មេងដែរហើយគឺកូនរបស់គាត់ទាំងអស់គ្នាដោយសារតែឈឺចាប់ព្រោះសង្សារព្រោះតែអីចឹងទៅក៏ចងកស្លាប់នៅក្នុងផ្ទះហើយតាមរយៈគាត់មើលរូបរាងអ៊ំម្នាក់ហ្នឹងមានន័យថាអ៊ំម្នាក់ហ្នឹងគឺធូរធារខ្លាំងណាស់ចឹងបងស៊ីណូណានៅពេលគាត់លឺចឹងហើយអ៊ំនឹងគាត់ព្យាយាមលួងលោមផងអីផងចឹងគាត់នឹងគាត់គិតច្រើនតែក៏ព្រមទៅមកទៅដោយសារតែគាត់បានឡើងឡានគេហើយចឹងឡានក៏បាត់ចេញទៅរហូតទៅនឹងឯងទាំងអស់គ្នាគឺទៅភូមិផ្សេងទេជីប្រហែលជាខ្ទង់កន្លះម៉ោងចូលមកប្រហែលជាខ្ទង់7ជាងហ្នឹងណាទៅដល់ផ្ទះអ៊ំហ្នឹងគឺឃើញមានគេធ្វើរោងមែនហើយរោងហ្នឹងគឺជារោងដាក់សាក់សពនឹងឯងជាវិធីរោងបនសពជារោងបនសពរោងអញ្ចឹងទៅហើយក៏មានភ្ញៀវនៅក្រោមផ្ទះកោះគាត់ដែរហើយផ្ទះអ៊ំហ្នឹងគឺរឿងធំដែរទាំងអស់គ្នាគឺធំណាស់ដោយសារតែគាត់គឺជាតកែលវិស្រូវអង្គរនឹងឯងអញ្ចឹងគឺផ្ទះគឺធំមែនតើ
ហើយតាមសួរទៅទៀតក៏អមនឹងថាចាទំរំតែជីទៅដល់តែស៊ីនួនទៅដល់ស៊ីនួនហ្នឹងគឺគាត់ព្យាយាមសួរម្ចាស់ហាងគេផ្សេងៗទៀតដែរប៉ុន្តែអត់មានបញ្ហាគេព្រមផាត់មុខឲ្យសាក់សោះទេបើទោះបីឲ្យថ្លៃខ្ពស់មិនដោយលើកលែងតែស៊ីនួននឹងឯងអញ្ចឹងបងស៊ីនួនគាត់ក៏ដើរចុះពីលើឡាននៅពេលគាត់ដើរចុះពីលើឡានក៏កូនស្រីម្នាក់ហ្នឹងក៏ដើរចុះពីលើឡានតាមគាត់នឹងឯងទៅនឹងដែរទាំងគ្នាដើរចុះទៅគាត់ក៏ដើរឡើងទៅលើផ្ទះតាមអមម្នាក់ហ្នឹងអមម្នាក់ដើរនាំមុខអញ្ចឹងណាគាត់ដើរទៅតាមហើយកូនស្រីហ្នឹងដើរតាមគាត់ដែរអញ្ចឹងនៅពេលដើរទៅនេះគាត់បានចាប់អារម្មណ៍ទាំងអស់គាត់ចាប់អារម្មណ៍ទៅមួយគឺកាបូបពេកអាប់របស់គាត់ក៏អោបចាពេលដើរឡើងទៅអញ្ចឹងក៏ចូលក្នុងបន្ទប់គាត់គេបាត់ទ្វារចូលបន្ទប់របស់ម្នាក់ផ្សេងនឹងភ្លាមរបស់គ្នាគឺទៅចាក់ស្រេបដោយសារតែបន្ទប់ហ្នឹងគឺមានដាក់សន្តិចាក់ដែរអញ្ចឹងទៅចឹងពេលគាត់ចូលទៅគឺឃើញមានសាកសពរបស់កូនស្រីហ្នឹងដេកនៅលើក្រេប៉ុន្តែក្រុមគណៈសក្រុមសជើងតិចអញ្ចឹងណាបងប្អូនហើយគឺមានដាក់ទៀនដាក់របៀបថាគេដាក់ទៀនបនសពអាទៀនអត់បនសពធីនដាក់កៅដាក់សងខាងកូនស្រីហ្នឹងអញ្ចឹងទៅអញ្ចឹងអត់នៅលើក្រេដូចមនុស្សយើងដេកធម្មតាអញ្ចឹងទៅដោយសារតែសុភាពមើលមកគឺមិនដូចជាសាកសពទេទាំងអស់គ្នាអញ្ចឹងដេកលឿនហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ហ្នឹងក៏និយាយថាសួរថាអមឲ្យខ្ញុំចង់ឲ្យខ្ញុំផាត់ឡើយនឹងមិនមែនគាត់ថាផាត់ទៅក្មួយផាត់ឲ្យធ្វើសាក់ឡើយនឹងចាំអមរៀបចំកៅអៅឲ្យដោយសារកូនអមវាស្លាញ់កៅអៅពណ៌នេះកៅអៅពណ៌នេះអញ្ចឹងទៅចឹងអមក៏គាត់ដើរចេញទៅបាត់អញ្ចឹងណាអញ្ចឹងបងស៊ីនួននេះគាត់ក៏ឈោនឹងរៀងខ្លាចដែរអារម្មណ៍មួយគឺរៀងខ្លាចប៉ុន្តែដល់ពេលងាកទៅមើលខ្លាំងទ្វារក៏បានឃើញកូនស្រីដែលមកពីទៅទទួលគាត់ជាមួយនឹងអ៊ំស្រីម្នាក់នេះគឺកំពុងឈរនៅមាត់ទ្វារនឹងដែរហើយម្នាក់ស្រីគឺមុខស្មើចឹងទៅគឺឈរនៅមាត់ទ្វារនឹងអញ្ចឹងណាអញ្ចឹងគាត់ថាអត់អីទេយ៉ាងណាក៏មានគ្នាពីរនាក់ដែរអត់មានខ្លាចទេណាមួយទៀតនៅខាងក្រោមផ្ទះក៏មានភ្ញៀវកំពុងទៅនៅពេញនឹងដែរអញ្ចឹងវាអត់មានអីគួរឲ្យខ្លាចទេបងស៊ីនួនគាត់ក៏ចាប់ដើមទាញកណាត់ពេលគាត់ទាញកណាត់មកមុខម្នាក់មួយស្រីហ្នឹងគឺលៀនដាក់ចិត្តដោយសារតែចងកទាំងអស់គ្នាផ្លេចស្លើឡើងទៅលើអញ្ចឹងហើយកន្លែងកហ្នឹងគឺស្នាមហ្មងគឺនិយាយថាស្នាមក្រហមអញ្ចឹងណាហើយមុខអ្នកដែលដេកស្លាប់ដែលគេគ្រប់ថាសហ្នឹងណាគឺដូចម្នាក់មួយដែលឈោនៅមាត់ទ្វារនឹងអញ្ចឹងតែគាត់ងាកទៅមើលកន្លែងទ្វារនឹងវិញទាំងអស់គ្នាបាត់ម្នាក់ស្រីនឹងឆឹងហ្មងបងស៊ីនួនគាត់ថាមិនដឹងបាត់ម្នាក់ស្រីទៅណាទេហើយគាត់ដឹងច្បាស់ហ្មងថាអ្នកដែលដេកស្លាប់នៅលើក្រែជាមួយនឹងមនុស្សស្រីដែលជូនគាត់មកនេះដែលឈោនៅកន្លែងទ្វារហ្នឹងគឺជាមនុស្សតែមួយនឹងឯងគ្រាន់តែមួយជាសាកសពមួយទៀតគឺជាខ្មោចអញ្ចឹងទៅអញ្ចឹងពេលនោះគឺគាត់ចាប់បានញ័រដៃខ្លាំងមែនទែនគាត់ក្រោកឈរនៅពេលគាត់ក្រោកឈរគាត់ងាកទៅស្រឡឹងសាកសពនឹងម្ដងទៀតក៏គាត់ស្រាប់តែបានឃើញម្នាក់មួយដែលស្លាប់ហ្នឹងបើកភ្នែកមើលមកគាត់ចាបើកភ្នែកមើលមកគាត់នឹងទាំងអស់គ្នាហើយគាត់ពេលនោះគឺញ័រខ្លួនខ្លាំងមែនទែនព្រោះអីដែលគាត់បានជួបហ្នឹងគឺជាខ្មោចលោកនឹងឯងហើយការប៉ັດទៅម្នាក់ស្រីដែលជីឡានទៅជាមួយនឹងអ៊ំស្រីម្នាក់ហ្នឹងគឺជាខ្មោចមិនជាមនុស្សយើងនឹងទេទាំងអស់គ្នាគាត់ពេលនោះគឺស្លុតខ្លាំងធ្លាក់កាបូបដូចគាត់កាន់អាកាបូបដាក់គ្រឿងមេកអាប់ហ្នឹងគឺធ្លាក់ចុះពីលើដៃរបស់គាត់ហើយអ៊ំស្រីម្នាក់ហ្នឹងក៏ដើរចូលមកវិញចឹងទៅចឹងពេលអ៊ំស្រីដើរចូលមកវិញបងស៊ីមុនគាត់ញ័រខ្លួនគាត់និយាយចាញ់នេះគាត់ថាគាត់សុំទៅក្រោមគាត់សុំទៅក្រោមសិនពេលគាត់ដើរចុះទៅក្រោមអ៊ំស្រីដើរចុះទៅតាមចឹងណាចឹងគាត់ប្រាប់ថាគាត់ធ្វើការទេមិនខ្មាត់ឡងគាត់ខ្មាត់កូនអ៊ំគឺឡងគាត់នឹងឯងហើយមុននឹងគាត់ថាខ្មាត់ឡងគាត់សួរបញ្ជាក់ទេថាចេះអ៊ំមិនមានកូនស្រីតែមួយទេអត់គាត់ថាគាត់មានកូនស្រីតែមួយទេអត់មានកូនភ្លោះហើយក៏អត់មានកូនស្រីមុខស្តៀងទេគឺអត់មានទេគឺមានកូនស្រីតែមួយនិងកូនប្រុសមួយចឹងតែចឹងបងស្នងគឺគាត់ដឹងច្បាស់តែឯងគាត់ឃើញគឺជាខ្មាត់ 100% នឹងឯងគេឡងគាត់តាំងពីនៅក្នុងឡានពេលដែលគេទទួលគាត់រហូតដល់ឡើងមកលើផ្ទះទៀតគឺខ្មោចនឹងឯងមិនមែនជាមនុស្សយើងនឹងទេទាំងអស់គ្នាចឹងគាត់ព្យាយាមប្រកែកអត់ចង់ធ្វើទៀតទេតែអ៊ំស្រីនឹងវល់ផងអីផងចឹងណាហើយគាត់ប្រាប់ថាចេះឥឡូវចាំឲ្យគេទៅកណ្ដោពីពីអ្នកបើខ្លាចអញ្ចឹងទៅចឹងគាត់លើថាមានទីកណ្ដោគាត់ក៏ព្រមទៅផាត់មុខឲ្យអញ្ចឹងណាព្រោះតែទទួលលុយគេបានហើយណាមួយទៅគឺវា50,000រៀលច្រើនដែរអញ្ចឹងណាតែក៏មានចាស់មានអីឡើងទៅជាមួយគាត់ក៏ព្យាយាមផាត់មុខធ្វើសក់អីឲ្យសាក់សក់មួយហ្នឹងធ្វើមុខសាក់សក់អីចឹងតែអត់មានប៉ុន្តែអារម្មណ៍មួយគាត់គាត់ថាចេះតែហ៊ានតែគាត់ធ្វើខ្លួនឲ្យសាក់សក់ទាំងហើយស្រាប់តែសាក់សក់នឹងលូកដៃឡើងឬមួយក៏បាត់ផ្លេចឡើងដាក់គាត់គឺគាត់ដឹងទៅរត់ចុះពីលើផ្ទះហ្នឹងហ្មងប៉ុន្តែសំណាងល្អគឺអត់អញ្ចឹងទេទាំងអស់គ្នាសាក់សក់នឹងគឺនឹងស្ងៀមនៅដដែលនឹងឯងប៉ុន្តែទាំងអស់គ្នាពេលដែលគាត់តែងខ្លួនអីហើយអស់ម្ដាយពុកបោះសាក់សក់ពីនឹងតែខែឲ្យកូនហើយអស់នេះគាត់ក៏ដើរចុះទៅវិញដើម្បីឡើងឡើងទៅផ្ទះវិញទាំងអស់គ្នាគឺគាត់បានឃើញម្នាក់មួយស្រីហ្នឹងគឺឈរនៅមុខរោងបន្សាប់ខ្លួនឯងមើលមកគាត់ឈរនៅកន្លែងមុខរោងបន្សាប់ខ្លួនឯងមើលមកគាត់អញ្ចឹងហ្មងប៉ុន្តែអត់ធ្វើអីគាត់ទេគាត់ថាពេលហ្នឹងទាំងអស់គ្នាវាគឺជាលើកដំបូងដែលគាត់ផាត់មុខឲ្យសាក់សាប់ហើយក៏ជាលើកដំបូងដែលគាត់បានជួបរឿងរន្ធត់ហ្នឹងដែរតែចាប់ពីពេលហ្នឹងមកគាត់មិនតែទៅផាត់មុខឲ្យសាក់សាប់ទេហើយមុនពេលដែលគាត់ចង់ទៅផាត់មុខឲ្យគេអញ្ចឹងគឺគេសួរគាត់សួរនាំដូចជាគល់អស់ហើយសួរនាំឲ្យថាផាត់ឲ្យមនុស្សមិនអញ្ចឹងទៅដោយសារគាត់ខ្លាចជួបរឿងហេតុការណ៍បែបហ្នឹងម្ដងទៀតដល់ឲ្យចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានប៉ុណ្ណឹងដែរ